របៀបចាក់សោពីរជាន់ការពារ Telegram បងប្អូនកុំឲ្យពួក hacker ចូលលុកដោយងាយបងប្អូនអញ្ចឹងនៅក្នុងបច្ចុប្បន្ននេះបងប្អូនឃើញស្រាប់អីមាន hacker ច្រើនមែនតើដែលគាត់បានលួច account Telegram បងប្អូនបានដោយងាយស្រួលអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបការពារ Telegram តោះទៅមើលវីដេអូទាំងអស់គ្នាឥឡូវបងប្អូនចូលទៅកាន់ Telegram បន្ទាប់មកទៀតយើងចូលទៅពាក្យដែលគេដាក់ថា privacy and security រួចហើយបងប្អូនទៅ select លើពាក្យដែលគេដាក់ថា two step verify caption កន្លែងនេះអស់មានន័យថាយើងអត់ទាន់ set ជាមួយនឹង password ឥឡូវយើង set ជាមួយនឹង password មកបងប្អូនកន្លែងនេះ password ថ្មីអញ្ចឹងខាងលើខាងក្រោមត្រូវតែបំពេញឲ្យដូចគ្នាហើយយើង note ទុកកន្លែងណាមួយសម្រាប់ឲ្យយើងចាំកន្លោយើងផ្លេចបងប្អូនបន្ទាប់ហើយកន្លែងនេះយើងចង់ទៅ save ក៏បានអត់ក៏បានដែរចាអញ្ចឹងខ្ញុំទៅ save ឈ្មោះរបស់ខ្ញុំហើយយើងចុច continue បន្តមកទៀតកន្លែងនេះគឺយើងដាក់ជាមួយនឹង email របស់បងប្អូនចាអញ្ចឹងខ្ញុំទៅ save email ខ្ញុំចូលបងប្អូនមាន email បងប្អូនដាក់មកបើសិនជាអត់មាន email ទេគេឲ្យយើង verify ទេកន្លែងហ្នឹងបញ្ជាក់ជូនចាអញ្ចឹងនៅពេលដែលយើងទៅ save ជាមួយនឹង email ហើយយើងចុច continue យើងនឹងរងចាំ password លេខកូដដែលគេផ្ញើទៅច្រឡំ password បងប្អូនចាអញ្ចឹងនៅពេលដែលគេផ្ញើលេខកូដមកបងប្អូនចុច continue មកគឺរួចរាល់ហើយយើងចុចខាងក្រោមមួយទៀតដែលគេដាក់ថា return to setting មានន័យថាយើងបើកហើយជាមួយនឹងមុខងារនេះអញ្ចឹងបើសិនជាមានជនខិលខូចណាគេលុកចូលត្រូវតែទាមទារ password បងប្អូនមកតង់ទៀត